តោះតែញ៉ាំសាច់អាំងបែបកូរ៉េនៅដាឡាត់ជាមួយគ្នាសួស្តីអ្នកទាំងអស់គ្នាថ្ងៃមុនខ្ញុំបានតែញ៉ាំសាច់អាំងបែបកូរ៉េមកកន្លែងនៅដាឡាត់ពេលចូលទៅឃើញថានៅតុគេរៀបចំបានស្អាតហ្មងហើយអ្នកទាំងអស់គ្នាអាច order តាម iPad នេះក៏បានឬមួយក៏តាម QR ដែលគេបានឲ្យមកក៏បានដែរសម្រាប់នៅនេះមិនថាគីមឈីសាឡាត់ឬក៏សាយផ្សេងៗអ្នកទាំងអស់គ្នាអាចញ៉ាំបានในសេរីហ្មងហើយញ៉ាំ free ទៀតអញ្ចឹងបើពេលញ៉ាំអស់អ្នកទាំងអស់គ្នាអាចហៅបន្ថែមបានហើយចំពោះនេះជាសាច់ដែលខ្ញុំបាន order នៅក្នុងចានគេនីមួយៗសិតតែមានបន្លែឲ្យយើងថែមទៀតសោះពងទាប្រៃនិងឈីសនេះគឺខ្ញុំបានហៅបន្ថែមដើម្បីទុកជ្រលក់ពេលយើងអាំងសាច់អានេះឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាហ្នឹងក៏ខ្ញុំបានហៅជាប្រភេទពងមាន់ចំហុយស៊ុបគីមឈីនិងនំ pancake បែបកូរ៉េនេះអានេះរសជាតិស្តៀងនំកញ្ឆាយតែឆ្ងាញ់អានេះខ្ញុំចូលចិត្តហើយនៅហាងនេះក៏គេមានសេវាកម្មជួយអាំងសាច់ឲ្យយើងដែរអ្នកទាំងអស់គ្នាពេលដែលគេលើមកគេនឹងសួរយើងថាយើងចង់អាំងខ្លួនឯងឬក៏ឲ្យគេជួយអាំងឲ្យបើយើងចង់ឲ្យគេជួយអាំងឲ្យយើងអង្គុយចាំតែញ៉ាំឆ្ងាញ់ហ្មងក្រៅពីសាច់អាំងខ្ញុំក៏បាន order ជាប្រភេទទឹកផ្លែឈើមកញ៉ាំដែរខ្ញុំ order ទឹកអាឡុកជាមួយនឹងទឹកខូចហើយទឹកផ្លែឈើនៅនេះសោះរបស់គេមែនផ្ទះនៅនេះថ្មីសម្រាប់ខ្ញុំហ្មងរៀងដូចកុំប់ឆ្នាំងចឹងមិនតែអាំងអត់ជាប់ពេកហើយម៉ាស៊ីនបឺតផ្សែងគេក៏បឺតបានល្អដែរញ៉ាំទៅយើងអត់ភ័យខ្លាចស្អុយសក់ហ្មងសម្រាប់ខ្ញុំរសជាតិនៅនេះគឺញ៉ាំបានហើយសេវាកម្មក៏ល្អដែរស្វីសគឺគាត់នៅចិត្តយើងរហូតហ្មងញ៉ាំទាំងអស់នេះគ្នា4នាក់អស់70,000ដងបច្ច័យទៅអស់អត់ដល់ម្នាក់$7សម្រាប់ទីតាំងវិញអត់ពិបាកហើយអ្នកទាំងអស់គ្នាដើរមកសារីត្រីដាឡាត់មកគឺឃើញនៅស្ដាំដៃនឹងហ្មងហើយចាំខ្ញុំដាក់ឈ្មោះនៅក្នុង Google Map ឲ្យបើចូលចិត្តវីដេអូពួកខ្ញុំកុំភ្លេចជួយចុច like share និង follow ម្នាក់មួយផងអរគុណបាយបាយ